ស្ដីទាំងអស់គ្នាអញ្ចឹងគិតមកត្រឹមម៉ោង7:50នាទីនេះគឺស្ថានភាពនៅព្រំដែនកម្ពុជាថៃបន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារមកលើកងទ័ពកម្ពុជាយើងនេះគឺស្ថានភាពនេះគឺនៅតែបន្តនៅឡើយទេហើយបើតាមស្ថានភាពលម្អិតរបស់លោកស្រីម៉ាឡេសៀតាគាត់បានថ្លែងនៅការផ្សាយផ្ទាល់នោះគឺថៃបានពង្រីកសមរភូមិចូលទៅដល់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យហើយនិងខេត្តបាត់ដំបងហើយអញ្ចឹងការវាយប្រហារឈ្លានពានរបស់ជនជាតិសៀមនេះគឺវាមិនប្រហែលជាប្រឈប់ត្រឹមព្រំដែនប្រមាណ100គីឡូនេះទេលើកនេះព្រោះថាវាបានដាក់ចិត្តហើយសូម្បីតែថ្នាក់ដឹកនាំវាតាំងពីថ្នាក់ដឹកនាំកម្ពុជាយោធាប្រជាជនគឺគេស្រោះគ្នាហើយគឺត្រូវតែឲ្យខាងទាហានរបស់គេចូលមកវាយកំទេចខ្មែរបាទអញ្ចឹងព័ត៌មាននេះគឺទុកឲ្យប្រជាជននៅខាងព្រំដែនមានការប្រុងប្រយ័ត្នណាហើយមួយទៀតគឺទាមទារគុំថតរូបការចល័តតបរបស់ទាហានខ្មែរយើងមិនថាចំនួនមនុស្សមិនថាចំនួនទាហានមិនថាចំនួនសភាវុធឬក៏អាវុធយុទ្ធភ័ណ្ឌបែបណាទេគឺយើងកុំថតផុសចូលទៅក្នុង Facebook ឬក៏ផ្សព្វផ្សាយលើសារព័ត៌មានណាទាំងអស់ណាអញ្ចឹងសូមចិត្តប្រជាជនយើងព្រោះភាគីថៃនោះគេចាំតែយកអារូបភាពនិងវីដេអូដែលយើងបានផុសនេះយកទៅចោទយើងថាយើងជាអ្នកនាំរឿងទេណាបាទអញ្ចឹងខ្ញុំសូមកន្លែងហ្នឹងមួយដែរឲ្យប្រជាជនយើងមានការប្រុងប្រយ័ត្នលើរឿងនេះដែរអញ្ចឹងស្ថានភាពនៅក្នុងពេលនេះគឺកងទ័ពកម្ពុជាយើងគឺពុំទាន់បានធ្វើការឆ្លើយតបនៅឡើយទេអញ្ចឹងអ្នកនាំពាក្យក៏គាត់អត់ទាន់បានថាកម្ពុជាយើងប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីទប់ទល់ជាមួយនឹងការឈ្លានពាននេះនៅឡើយដែរបាទអញ្ចឹងយើងនៅតាមដានស្ថានភាពនេះបន្តទៅទៀតអញ្ចឹងវីដេអូនេះវាមានតែប៉ុណ្្នេះទេអញ្ចឹងបើមានស្ថានភាពណាលម្អិតជាងនេះទៀតគឺខ្ញុំនឹងព្យាយាមយកមកផ្ដល់ជាព័ត៌មានជូនប្រជាជនយើងឲ្យបានដឹងបាទអរគុណច្រើន